ទឹកស្អាតនិងពន្លឺព្រះអាទិត្យដែលទ្រទ្រង់ជីវិតសូមជម្រាបសួរដល់ទស្សនិកជនទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀនស្ដារសុខភាពគ្រីស្ទីណាបានប្រាប់គ្រូពេទ្យរបស់នាងថាខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំចេះតែអស់កម្លាំងដូចនេះខ្ញុំចេះតែរកលសន្លប់ញឹកញាប់ណាស់ម្យ៉ាងទៀតខ្ញុំតែងតែឈឺក្បាលហើយអស់កម្លាំងគ្រីស្ទីណាគឺជាអ្នកជំនួញវ័យក្មេងមួយរូបដែលមើលទៅហាក់ដូចជាមានសុខភាពល្អគ្រូពេទ្យបានធ្វើតេស្តពិនិត្យនាងប៉ុន្តែអ្វីៗទាំងអស់មានសភាពធម្មតាក្រោយពីការវិភាគយ៉ាងម៉ត់ចត់គ្រូពេទ្យបានរកឃើញថាគ្រីស្ទីណាមានបញ្ហាទល់លាមកជាប្រចាំហើយសង្ស័យថាបញ្ហានោះគឺមកពីការខ្វះជាតិទឹកគ្រូពេទ្យបានណែនាំឲ្យនាងផឹកទឹកឲ្យបាន12កែវក្នុងមួយថ្ងៃគ្រីស្ទីណាបានធ្វើតាមការណែនាំរបស់លោកគ្រូពេទ្យហើយបញ្ហាសុខភាពរបស់នាងក៏បានដោះស្រាយនាងមានកម្លាំងឡើងវិញហើយលែងមានអារម្មណ៍ថារោគកលសន្លប់ដូចមុនទៀតហើយតើអ្នកធ្លាប់មានបញ្ហាបែបនេះដែរឬទេការផឹកទឹកបានច្រើនគឺជាវិធីដ៏ល្អនិងសាមញ្ញមួយក្នុងការទប់ស្កាត់និងព្យាបាលបញ្ហាសុខភាពទូទៅជាច្រើនវាជាផ្នែកមួយនៅក្នុងកម្មវិធីស្ដារសុខភាពហេតុអ្វីបានជាទឹកសំខាន់ម្ល៉េះតើអ្នកមានដឹងថានៅក្នុងខ្លួនរបស់អ្នកមានជាតិទឹកច្រើនជាងជាតិផ្សេងទៀតដែរឬទេថ្វីត្បិតតែអ្នកមិនអាចមើលឃើញវាមែនប៉ុន្តែ60ទៅ70%នៃទម្ងន់ខ្លួនរបស់អ្នកគឺជាទឹកមនុស្សមួយចំនួនត្រូវចូលមន្ទីរពេទ្យនៅថ្ងៃដែលមានអាកាសធាតុក្តៅក៏ព្រោះតែពួកគេញ៉ាំទឹកមិនបានគ្រប់គ្រាន់មនុស្សអាចស្លាប់នៅលើវាលខ្សាច់ឬនៅសមុទ្របើសិនជាគ្មានទឹកផឹកទេនោះកោសិកានីមួយៗនៃកោសិការាប់លាននៅក្នុងខ្លួនរបស់អ្នកត្រូវការទឹកដើម្បីរស់ពួកវាកាន់តែមានសុខភាពល្អនៅពេលដែលពួកវាទទួលបានទឹកកាន់តែច្រើនបើសិនជាយើងគ្មានទឹកនៅក្នុងខ្លួនទេនោះឈាមរបស់យើងក៏មិនអាចហូរបានដែរជាក់ស្ដែងបើសិនជាយើងញ៉ាំទឹកបានច្រើននោះឈាមនឹងរត់បានស្រួលដែលជួយទប់ស្កាត់ការឈឺក្បាលជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនិងជំងឺគាំងបេះដូងបានទៀតផងបើយើងគ្មានទឹកនៅក្នុងខ្លួនទេនោះក្រពះរបស់យើងមិនអាចរំលាយអាហារបានឡើយទឹកបង្កើតឲ្យមានទឹកមាត់និងទឹករំលាយអាហារដើម្បីឲ្យម្ហូបអាហារអាចបញ្ជូនទៅកាន់គ្រប់ផ្នែកនៃរាងកាយរបស់យើងធ្វើឲ្យយើងមានភាពរឹងមាំតើអ្នកធ្លាប់អស់ទឹកប្រើនៅពេលដែលកំពុងតែលាងចានឬលាងសម្អាតបន្ទប់ទឹករបស់អ្នកដែរឬទេវាពិតជាធ្វើឲ្យការលាងសម្អាតកាន់តែមានការលំបាកយើងក៏ត្រូវការទឹកដើម្បីលាងសម្អាតកាកសំណល់ចេញពីខ្លួនរបស់យើងដែរគឺទាំងខាងក្នុងនិងខាងក្រៅការបញ្ចេញកាកសំណល់នេះកើតឡើងតាមរយៈការបែកញើសការដកដង្ហើមការបត់ជើងតូចនិងការបត់ជើងធំនៅពេលណាដែលយើងញ៉ាំទឹកបានកាន់តែច្រើននោះប្រព័ន្ធលាងសម្អាតមួយនេះកាន់តែមានដំណើរការល្អនៅពេលដែលមនុស្សញ៉ាំទឹកមិនបានគ្រប់គ្រាន់នោះភាគច្រើនបង្កឲ្យកើតបញ្ហាទល់លាមកបញ្ហានេះបណ្ដាលឲ្យសារជាតិពុលនិងកាកសំណល់កកស្ទះនៅក្នុងខ្លួនរបស់យើងដែលបណ្ដាលឲ្យរលាកសរីរាង្គផ្សេងៗ
នៃប្រព័ន្ធរំលាយអាហារហើយជួនកាលបង្កឲ្យកើតជំងឺមហារីកទៀតផងមនុស្សដែលមានបញ្ហាទល់លាមកជាច្រើនដូចជាគ្រីស្ទីណាជាដើមអាចទទួលបាននៅដំណោះស្រាយដោយគ្រាន់តែផឹកទឹកឲ្យបានច្រើនតែប៉ុណ្ណោះជាពិសេសញ៉ាំទឹកនៅក្នុងសីតុណ្ហភាពធម្មតាឲ្យបានពី2ទៅ3កែវនៅពេលព្រឹកមុនធ្វើអ្វីៗផ្សេងៗទៀតការធ្វើបែបនេះនឹងកាន់តែមានប្រសិទ្ធភាពបើសិនជាអាហារដែលអ្នកញ៉ាំមានសម្បូរទៅដោយជាតិសរសៃដែលបានមកពីបន្លែនិងផ្លែឈើស្រស់ៗបើសិនជាអ្នកមានអារម្មណ៍ឈឺចាប់ឬមិនសូវមានកម្លាំងនៅក្នុងជើងរបស់អ្នកនៅពេលថ្ងៃជាញឹកញាប់នោះសូមសាកញ៉ាំទឹកឲ្យបានច្រើនភាពកំសោយនៃសាច់ដុំតែងតែទទួលបាននូវភាពធូរស្បើយដោយការញ៉ាំទឹកឥឡូវនេះសូមចូលរួមស្ដាប់នៅរឿងមួយដូចតទៅ ភ្នំ Everest នៅក្នុងប្រទេសនេប៉ាល់គឺជាភ្នំដែលខ្ពស់ជាងគេនៅលើពិភពលោកនេះជនជាតិស្វីសបានព្យាយាមដើម្បីឲ្យคล้ายទៅជាមនុស្សដំបូងដែលអាចឡើងទៅដល់កំពូលភ្នំនេះពួកគេបានផឹកទឹកជាមធ្យមតែ2កែវប៉ុណ្ណោះក្នុងមួយថ្ងៃពួកគេមានការហត់នឿយជាខ្លាំងហើយគេមិនបានទទួលជោគជ័យឡើយជនជាតិអង់គ្លេសបានស្វែងយល់អំពីការបរាជ័យនេះហើយពួកគេបានផឹកទឹកចំនួន12កែវក្នុងមួយថ្ងៃក្រោយមកពួកគេបានសម្រេចនៅគោលបំណងប្រាថ្នារបស់ខ្លួនដោយបានឡើងទៅដល់កំពូលភ្នំដ៏អស្ចារ្យនេះអ្នកប្រហែលជាមិនចង់ឡើងភ្នំ Everest ដោយពួកគេទេប៉ុន្តែអ្នកប្រហែលជាចង់ជៀសពីជំងឺគាំងបេះដូងការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាមនុស្សដែលផឹកទឹកច្រើនអាចកាត់បន្ថយអត្រាកើតជំងឺគាំងបេះដូងកម្រិតធ្ងន់បានពី40ទៅ50%រាងកាយរបស់យើងប្រើប្រាស់ទឹកដើម្បីចម្រាញ់អាហារលាងសម្អាតកាកសំណល់ដែលមានជាតិពុលចេញពីក្នុងខ្លួននិងធ្វើឲ្យយើងធ្វើការដោយមានថាមពលពេញលេញតើនេះមិនមែនជាហេតុផលសមរម្យមួយដែលយើងគួរតែផឹកទឹកឲ្យបានច្រើនទេឬអីពួកយើងមួយចំនួនអាចរអ៊ូរទាំថាប៉ុន្តែខ្ញុំមិនចូលចិត្តទឹកទេប៉ុន្តែយើងរាល់គ្នាក៏មិនចង់ឈឺដែរហើយដោយព្រោះរាងកាយរបស់យើងត្រូវការទឹកច្រើនដើម្បីរស់ដូច្នេះយើងត្រូវជួយវាដោយការផឹកទឹកឲ្យបានច្រើនជារឿយៗនៅពេលដែលយើងមានអារម្មណ៍ងងុយគេងឬក៏ស្ពឹកស្រពន់អ្វីដែលយើងត្រូវធ្វើនោះគឺផឹកទឹកឲ្យបានច្រើនកុំធ្វើដូចជារុក្ខជាតិដែលក្រៀមស្វិតដោយព្រោះគ្មានទឹកមួយរយៈនោះមែនហើយចុះហេតុអ្វីក៏យើងមិនផឹកទឹកឲ្យបានច្រើនមុនពេលយើងបន្តការងាររបស់យើងទៅការសាបព្រោះពូជល្អការផឹកទឹកបានច្រើនបង្កើនកម្លាំងជួយឲ្យការរំលាយអាហារនិងការបញ្ចេញចោលកាកសំណល់មានដំណើរការល្អធ្វើឲ្យមានគំនិតស្រស់ថ្លានាំឲ្យកើតជំងឺតិចតួចពាក្យសម្ដីល្អវេជ្ជបណ្ឌិត Dai Singer បាននិយាយថាខួរក្បាលល្អគឺជាទឹកភាគច្រើន 85% នៃខួរក្បាលគឺជាទឹកដូច្នេះការផឹកទឹកឲ្យបានច្រើនជួយឲ្យយើងរិះគិត
បានកាន់តែច្បាស់លាស់មិនសូវឈឺក្បាលហើយភាពស្មុគស្មាញមួម៉ៅក៏តិចការធ្វើបែបនេះក៏ជួយឲ្យយើងមានទំនាក់ទំនងកាន់តែប្រសើរផងដែរសុភាសិតមួយនៅក្នុងព្រះគម្ពីរបានចែងថាទឹកបានត្រជាក់ដល់ព្រលឹងមនុស្សល្វីងល្វើយជាយ៉ាងណានោះដំណឹងល្អដែលមកពីស្រុកឆ្ងាយក៏យ៉ាងនោះដែរសុភាសិតចំពុក25ខ25ការលើកទឹកចិត្តហើយនឹងដំណឹងល្អរបស់ព្រះពិតជាអាចធ្វើឲ្យអស់អ្នកដែលមានការបាក់ទឹកចិត្តមានភាពស្រស់ស្រាយឡើងវិញបានចូលគិតថាតើវាមានន័យចំពោះយើងប៉ុណ្ណានៅពេលដែលចៅហ្វាយរបស់យើងពេញចិត្តនឹងការងាររបស់យើងនោះជួនកាលពាក្យអរគុណមួយម៉ាត់ក៏អាចលើកទឹកចិត្តមនុស្សម្នាក់ឲ្យធ្វើការយ៉ាងអស់ពីចិត្តពេញមួយថ្ងៃបានដែរយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើបែបនេះចំពោះគ្នាទៅវិញទៅមកបានចុះចំពោះកូនរបស់យើងវិញយើងតែងតែសម្អាតកូនតូចរបស់យើងដោយងូតទឹកឲ្យពួកគេយើងសម្អាតក្អែលនៅខាងក្រោយត្រចៀករបស់ពួកគេនិងកន្លែងផ្សេងទៀតដែលពួកគេភ្លេចសម្អាតពាក្យសម្ដីរបស់យើងក៏អាចធ្វើបែបនេះចំពោះចិត្តរបស់ពួកគេដែរយើងអាចសម្ដែងការពេញចិត្តចំពោះកូនរបស់យើងហើយក៏អាចជួយលើកទឹកចិត្តពួកគេបានដែរពាក្យសម្ដីទន់ភ្លន់របស់យើងពិតជាអាចជួយជំរះអារម្មណ៍និងអាកប្បកិរិយាមិនល្អរបស់ពួកគេបានការធ្វើបែបនេះនឹងនាំមកនូវផលល្អជាងការប្រើពាក្យសម្ដីដែលធ្វើឲ្យមានភាពអាម៉ាស់ឬបង្ហាញនូវភាពស្អប់ខ្ពើមពាក្យសម្ដីមិនល្អទាំងនេះប្រៀបបានដូចជាល្បាប់ផុដែលដក់ជាប់នៅក្នុងចិត្តរបស់ពួកគេព្រះគម្ពីរបានលើកទឹកចិត្តបរិសុទ្ធជាប្តីឲ្យប្រើពាក្យសម្ដីទន់ភ្លន់ចំពោះប្រពន្ធរបស់ពួកគេហើយហៅការធ្វើបែបនេះថាដោយបានលាងសម្អាតនឹងទឹកគឺជាព្រះបន្ទូលអេផេសូចំពុក5ខ26ចូលព្យាយាមប្រើពាក្យដែលផ្ដល់នូវការលើកទឹកចិត្តនិងក្តីសង្ឃឹមជួសឲ្យពាក្យប្រមាថមើលងាយនិងពាក្យរិះគន់ផ្សេងចូលមើលថាតើវាជួយសម្អាតនិងកែប្រែអត្តចរិតនិងចិត្តគំនិតរបស់មនុស្សដែលនៅជុំវិញខ្លួនអ្នកយ៉ាងណាចូលយកការល្អមកលាងសម្អាតការអាក្រក់ចេញតើខ្ញុំត្រូវការទឹកច្រើនប៉ុណ្ណាវាជាការងាយក្នុងការប្រាប់ពីបរិមាណប្រេងសាំងដែលត្រូវចាក់ចូលទៅក្នុងឡានប៉ុន្តែតើយើងអាចដឹងពីបរិមាណទឹកដែលយើងត្រូវចាក់ចូលទៅក្នុងខ្លួនរបស់យើងបានដោយរបៀបណាតើយើងគួរផឹកទឹកនៅពេលណាដែលយើងស្រេកឬអ្នកវិទ្យាសាស្ត្របាននិយាយថាការធ្វើបែបនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេអត្ថពលិកដែលញ៉ាំទឹក1/3ច្រើនជាងការស្រេករបស់ពួកគេមិនសូវជាមានភាពនឿយហត់ហើយអាចស៊ូបានយូរជាងពួកអ្នកដែលគ្រាន់តែញ៉ាំទឹកដើម្បីបំបត្តិការស្រេករបស់ពួកគេការសិក្សាបានបង្ហាញថាយើងត្រូវការទឹកប្រមាណជា8កែវក្នុងមួយថ្ងៃយ៉ាងហោចណាស់2លីត្រយើងត្រូវការច្រើនជាងនេះបើសិនជាអាកាសធាតុក្តៅឬក៏បើសិនជាយើងធ្វើការច្រើនជាងធម្មតាការពិនិត្យមើលទឹកនោមរបស់អ្នកគឺជាវិធីងាយស្រួលមួយក្នុងការបញ្ជាក់ឲ្យដឹងថាតើអ្នកផឹកទឹកបានគ្រប់គ្រាន់ឬយ៉ាងណាបើសិនជាអ្នកផឹកទឹកបានគ្រប់គ្រាន់នោះទឹកនោមរបស់អ្នកនឹងមានពណ៌ថ្លាប៉ុន្តែបើសិនជាទឹកនោមរបស់អ្នកមានពណ៌លឿងនោះអ្នកត្រូវផឹកទឹកបន្ថែមទៀតតើការមិនញ៉ាំទឹកច្រើន
នឹងធ្វើទុកដល់រាងកាយរបស់ខ្ញុំទេមែនហើយជំងឺជាច្រើនកើតឡើងដោយសារការខ្វះជាតិទឹកនេះគឺជាជំងឺខ្លះៗដែលបណ្ដាលមកពីខ្វះជាតិទឹក ការសាបព្រោះស្រងាយការញ៉ាំទឹកតិចពេក បណ្ដាលឲ្យមានការឈឺក្បាលការទល់លាមកនិងការអស់កម្លាំងបង្កើនឱកាសនៃការកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនិងជំងឺគាំងបេះដូងនាំឲ្យកើតជំងឺគ្រោះក្នុងតម្រងនោមជំងឺផ្លោកនោមនិងជំងឺថង់ទឹកប្រមាត់យើងគួរតែយកការល្អមកលាងសម្អាតការអាក្រក់ចេញ តើខ្ញុំគ្រាន់តែញ៉ាំសូដាច្រើនថែមទៀតមិនបានទេឬអី មនុស្សជាច្រើនចូលចិត្តញ៉ាំភេសជ្ជៈឬក៏កាហ្វេពួកគេកម្រនឹងញ៉ាំទឹកណាស់ហើយបែរជាញ៉ាំភេសជ្ជៈទាំងនេះជំនួសវិញតែនេះជាវិធីល្អដើម្បីឲ្យទទួលបានទឹក2លីត្រចូលទៅក្នុងខ្លួនយើងដែរឬទេសូមមើលថាតើភេសជ្ជៈទាំងនោះមានផ្ទុកអ្វីខ្លះរួចហើយសូមសម្រេចចិត្តជ្រើសរើសយកអ្វីដែលល្អបំផុតសម្រាប់អ្នកភេសជ្ជៈផ្ដល់ឲ្យយើងនូវកាឡូរីខ្ពស់ដោយគ្មានជីវជាតិអ្វីផ្សេងឡើយដែលជាហេតុធ្វើឲ្យយើងងាយឡើងទម្ងន់សូដាក៏មានផ្ទុកនូវជាតិគីមីលក្ខណ៍និងគ្រឿងផ្សំដែលបានមកពីការសំយោគដ៏មានគ្រោះថ្នាក់ជាច្រើនទៀតដែលបង្កភាពលំបាកដល់តម្រងនោមហើយធ្វើឲ្យរលាកផ្លោកនោមនិងក្រពះសូដាភាគច្រើនមានផ្ទុកទៅដោយជាតិស្ករច្រើនធម្មតាមានចាប់ពី8ទៅ12ស្លាបព្រាកាហ្វេมันគួរឲ្យជឿទេមែនទេអ្នកវិទ្យាសាស្ត្របានបង្ហាញថាការញ៉ាំស្ករចម្រាញ់ច្រើនពេកពិតជាបង្កគ្រោះថ្នាក់ដល់រាងកាយបានវាគួរឲ្យចាប់អារម្មណ៍ណាស់ដែលពួកអ្នកដែលបានរកឃើញឡើងវិញនៅកម្មវិធីស្ដារសុខភាពបានអានព្រះគម្ពីរដែលបានចែងថាបើបរិភោគទឹកឃ្មុំច្រើនពេកនោះមិនល្អទេសុភាសិតចំពុក25ខ27ពួកគេបានលើកទឹកចិត្តដល់មនុស្សដទៃទៀតកុំឲ្យទទួលទានស្ករច្រើនពេកជាតិស្ករហាក់ដូចជាផ្ដល់ឲ្យយើងនូវសន្ទុះនៃធម្មពលក្នុងមួយរយៈពេលខ្លីតែក្រោយមកធម្មពលនោះក៏បាត់បង់ទៅវិញមួយរំពេចនេះជាហេតុបណ្ដាលឲ្យកើតមានការនឿយហត់និងជំងឺទឹកនោមផ្អែមវាធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់យើងចុះខ្សោយដូច្នេះយើងមានការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្ដាសាយជំងឺផ្ដាសាយធំនិងជំងឺឆ្លងផ្សេងៗទៀតវាក៏អាចបណ្ដាលឲ្យកើតជំងឺពុកធ្មេញដ៏ឈឺចាប់ផងដែរចុះចំពោះភេសជ្ជៈដូចជាកាហ្វេតែហើយនឹងភេសជ្ជៈដ៏ពេញនិយមមួយចំនួនទៀតដូចជាកូជុលនិង M150 វិញនោះយ៉ាងម៉េចដែរភេសជ្ជៈទាំងនេះរួមទាំងភេសជ្ជៈផ្សេងៗជាច្រើនទៀតសុទ្ធតែមានផ្ទុកនូវសារជាតិញៀនដែលមានឈ្មោះថាកាហ្វេអ៊ីនកាហ្វេអ៊ីនគឺជាគ្រឿងញៀនមួយប្រភេទដែលធ្វើឲ្យអ្នកជឿថាអ្នកមានកម្លាំងបើទោះជានៅពេលនោះអ្នកអស់កម្លាំងយ៉ាងណាក៏ដោយវាមិនត្រឹមតែធ្វើឲ្យអ្នកជឿរឿងមិនពិតប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងប៉ះពាល់ដល់រាងកាយរបស់អ្នកតាមវិធីជាច្រើនផ្សេងទៀតវាអាចធ្វើឲ្យសម្ពាធឈាមជាតិស្ករក្នុងឈាមនិងជាតិខ្លាញ់ក្នុងឈាមឡើងខ្ពស់កាហ្វេអ៊ីនបង្កើនគ្រោះថ្នាក់នៃការកើតជំងឺមហារីកជាច្រើនប្រភេទហើយបង្កើនឱកាសនៃការកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
ឬជំងឺគាំងបេះដូងវាអាចបណ្ដាលឲ្យកើតការមួម៉ៅការឈឺក្បាលការថប់បារម្ភការញ័រដៃញ័រជើងការអស់កម្លាំងជាខ្លាំងនិងជំងឺដេកមិនលក់កាហ្វេអ៊ីនគួរតែត្រូវបិទបម្រាមដូចជាបារីដែរចុះចំពោះអ្នកតើស្ដាប់ទៅសមហេតុសមផលទេដែលថាទឹកសុទ្ធគឺជាវត្ថុរាវដ៏ល្អបំផុតសម្រាប់លាងសម្អាតនិងបង្កើនភាពរឹងមាំដល់រាងកាយរបស់អ្នកសាកគិតមើលបើសិនជាយកកាហ្វេឬក៏សូដាមកលាងចានរបស់អ្នកតើយ៉ាងណាដែរច្បាស់ជាប្រឡាក់ស្អិតពាសពេញជាមិនខានដើម្បីឲ្យមានសុខភាពល្អមនុស្សគួរតែបញ្ឈប់ការប្រើប្រាស់កាហ្វេអ៊ីនជាដាច់ខាតអស់អ្នកដែលផ្ដាច់ការប្រើប្រាស់កាហ្វេអ៊ីនច្រើនតែមានអាការៈឈឺក្បាលឬក៏ឈឺពោះក្នុងរយៈពេល 2-3 ថ្ងៃដំបូងនេះក៏ដោយសារតែរាងកាយញៀននឹងជាតិកាហ្វេអ៊ីនហើយនៅត្រូវការវានៅឡើយបើសិនជាអ្នកជួបនឹងបញ្ហានេះសូមដាស់តឿនខ្លួនឯងថាការមិនរវល់និងការស្រេកឃ្លានរបស់អណ្ដាតមានផលប្រយោជន៍ដើម្បីជៀសឲ្យផុតពីបញ្ហារ៉ាំរ៉ៃដែលទាក់ទងទៅនឹងការប្រើប្រាស់ជាតិកាហ្វេអ៊ីននោះសូមព្យាយាមកាត់បន្ថយការប្រើប្រាស់កាហ្វេអ៊ីនបន្តិចម្ដងហើយផឹកទឹកឲ្យបានច្រើនការធ្វើបែបនេះនឹងធ្វើឲ្យមានភាពងាយស្រួលក្នុងការផ្ដាច់កាហ្វេអ៊ីនក្រុមហ៊ុនផលិតភេសជ្ជៈនានាតែងតែផលិតភេសជ្ជៈថ្មីដើម្បីឲ្យយើងសាកល្បងប៉ុន្តែភេសជ្ជៈទាំងនោះផ្ដល់នូវផលអាក្រក់ច្រើនជាងផលល្អទៅទៀតទឹកមានតម្លៃថោកហើយអាចរកបាននៅគ្រប់ទីកន្លែងសូមឲ្យយើងមានក្តីសុខនិងអំណោយដ៏ធំធេងនេះដោយមិនកែច្នៃឡើយសាងឡើងសម្រាប់ឲ្យធ្វើការតម្រង់នោមដ៏អស្ចារ្យនៅផ្នែកទាំងសងខាងនៃពោះរបស់យើងគឺមានតម្រង់នោមដែលមានរាងដូចជាគ្រាប់សណ្ដែកតម្រង់នោមនីមួយៗមានតម្រង់តូចៗជាច្រើនប្រមាណ2 ទៅ 4 លានដែលច្រោះយកជាតិពុលចេញពីក្នុងឈាមឥតដាច់រួចហើយក៏ចាត់ជាតិពុលទាំងនោះចេញពីក្នុងខ្លួនរបស់យើងតាមរយៈទឹកនោមវានាំសារជាតិល្អទៅកាន់ឈាមវិញការដែលមានទឹកច្រើននៅក្នុងខ្លួនអាចជួយឲ្យតម្រង់នោមមានដំណើរការល្អក្នុងការជៀសវាងជំងឺឆ្លងនិងជំងឺគ្រោះក្នុងតម្រង់នោមបានទៀតផងតើអ្នកមិនត្រេកអរដែលមានតម្រង់នោមដ៏អស្ចារ្យនេះទេឬអីតើអ្នកមិនចង់ថែទាំវាឲ្យបានល្អទេឬអីតើខ្ញុំញ៉ាំទឹកឲ្យបានគ្រប់គ្រាន់បានដោយរបៀបណាប្រទេសខ្មែរគឺជាដែនដីដែលសម្បូរទៅដោយទឹកពិធីបុណ្យចូលឆ្នាំខ្មែរនិងបុណ្យអុំទូកតែងតែប្រារព្ធឡើងដោយប្រើប្រាស់ទឹកឥឡូវនេះអ្នកបានដឹងរួចមកហើយថាតើទឹកអាចធ្វើឲ្យសុខភាពមានលក្ខណៈល្អប្រសើរយ៉ាងណានោះដូច្នេះចូលប្រាប់ដំណឹងនេះទៅដល់មិត្តភ័ក្តិនិងក្រុមគ្រួសាររបស់អ្នកគ្រប់គ្នាដើម្បីធ្វើឲ្យជនជាតិខ្មែរទាំងអស់កាន់តែមានសុខភាពប្រសើរឡើងដែរនេះគឺជាជំហានខ្លះដែលអ្នកអាចយកទៅអនុវត្តបាន 1. យកដបទឹកទៅតាមខ្លួនហើយវាស់បរិមាណទឹកដែលអ្នកញ៉ាំកំណត់ខ្លួនឯងថាអ្នកនឹងញ៉ាំទឹកឲ្យអស់យ៉ាងតិច4 ដបតូច500 មីលីលីត្រឬក៏ញ៉ាំទឹកឲ្យអស់2 ដបធំក្នុងមួយថ្ងៃដែលដបនីមួយមានចំណុះ1លីត្រ 2. ធ្វើកាលវិភាគសម្រាប់
ការញ៉ាំទឹកប្រចាំថ្ងៃរបស់អ្នកហើយសូមគូគ្រីស្ទជាប្រចាំ2កែវនៅពេលព្រឹកនៅពេលភ្ញាក់ពីគេង2កែវនៅពេលព្រឹកនិងពេលថ្ងៃត្រង់2កែវនៅពេលថ្ងៃរសៀល2កែវនៅពេលល្ងាចមុនពេលចូលគេងមួយសន្ទុះការមិនញ៉ាំទឹកក្នុងពេលញ៉ាំអាហារធ្វើឲ្យការរំលាយអាហារមានដំណើរការល្អ3អញ្ជើញសមាជិកគ្រួសារឬមិត្តរួមការងារណាម្នាក់ចូលរួមជាមួយនឹងអ្នកនៅក្នុងគម្រោងនេះចូលពិភាក្សាអំពីសារៈប្រយោជន៍នៃទឹកជាមួយគ្នាហើយលើកទឹកចិត្តគ្នាទៅវិញទៅមកបើសិនជាអ្នកពិបាកញ៉ាំទឹកសាបនោះសូមច្របាច់ក្រូចឆ្មាឬស្លឹកជីអង្កាមលាយជាមួយនឹងទឹកដើម្បីឲ្យមានរសជាតិឆ្ងាញ់និងមានសុខភាពល្អបើសិនជាអ្នកធុញទ្រាន់នឹងការបត់ជើងតូចញឹកញាប់នោះសូមនិយាយទៅកាន់ខ្លួនអ្នកថាសុខភាពល្អចូលសុខភាពមិនល្អចេញបើសិនជាអ្នកលាយទឹកជាមួយនឹងពន្លឺព្រះអាទិត្យតើអ្នកនឹងទទួលបានអ្វីគឺឥន្ធនូដ៏ស្រស់ស្អាតយើងបានសិក្សាអំពីទឹករួចមកហើយដូច្នេះចូលយើងស្វែងយល់អំពីសារៈប្រយោជន៍នៃពន្លឺព្រះអាទិត្យដែលជាផ្នែកមួយនៃកម្មវិធីស្ដារសុខភាពវិញម្ដងសូមឲ្យទម្លាប់សុខភាពថ្មីរបស់អ្នកផ្ដល់ឲ្យអ្នកនៅក្តីអំណរដូចជាឥន្ធនូដ៏ស្រស់ស្អាតដូច្នោះដែរពន្លឺព្រះអាទិត្យនាំមកនូវភាពធូរស្បើយម៉ារីធ្លាប់បានរងគ្រោះដោយសារជំងឺរលាកសន្លាក់ដែលធ្វើឲ្យគាត់ស្ទើរតែคล้ายទៅជាមនុស្សពិការម្នាក់ដៃរបស់គាត់ស្ទើរតែប្រើប្រាស់លែងកើតហើយគាត់មានការឈឺចាប់មិនលួសពេលណាឡើយគាត់ត្រូវលេបថ្នាំចំនួន60គ្រាប់ដែលបានមកពីវេជ្ជបណ្ឌិតចំនួន5រូបខុសៗគ្នាជារៀងរាល់ថ្ងៃគាត់មានអាយុត្រឹមតែ56ឆ្នាំប៉ុណ្ណោះបែរជាត្រូវអង្គុយនៅលើរទេះហើយមានអារម្មណ៍មិនស្រួលស្ទើរតែគ្រប់ពេលវេលាលើពីនេះទៅទៀតគាត់ក៏មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលដែលធ្វើឲ្យគាត់ត្រេកត្រោតនិងវិលមុខចង់ក្អួតគាត់បានដឹងថាគាត់ត្រូវតែធ្វើការផ្លាស់ប្ដូរយ៉ាងច្រើននៅក្នុងរបៀបរស់នៅរបស់គាត់បើមិនដូច្នោះទេគាត់នឹងក្លាយទៅជាមនុស្សពិការទាំងស្រុងជាក់ជាមិនខានគាត់បានចំណាយលុយកាក់ជាច្រើនដើម្បីស្វែងរកការព្យាបាលតាមបែបវិទ្យាសាស្ត្រក៏ប៉ុន្តែគ្មានអ្វីអាចជួយគាត់បានយូរឡើយក្រោយមកគាត់ក៏មានឱកាសចូលរួមក្នុងវិជ្ជមណ្ឌលសុខភាពមួយអស់រយៈពេល28ថ្ងៃដែលជីវិតរបស់គាត់ទាំងមូលបានផ្លាស់ប្ដូរតាមរយៈកម្មវិធីស្ដារសុខភាពម៉ារីបានចាប់ផ្ដើមដោយការញ៉ាំអាហារដែលផ្ដល់នូវសុខភាពល្អដែលសម្បូរទៅដោយបន្លែផ្លែឈើនិងធនជាតិគាត់បានហាត់ប្រាណជារៀងរាល់ថ្ងៃគាត់តែងតែចំណាយពេលប្រហែល1ម៉ោងដើម្បីស្រូបយកពន្លឺព្រះអាទិត្យដ៏ស្រទន់នៅពេលព្រឹកព្រលឹមនិងនៅមុនថ្ងៃរៀបលិចជារៀងរាល់ថ្ងៃក្នុងរយៈពេលតែ2សប្តាហ៍ប៉ុណ្ណោះអាការៈឈឺសន្លាក់របស់គាត់ក៏បាត់អស់គាត់អាចបញ្ឈប់ការប្រើប្រាស់ថ្នាំពេទ្យទាំងអស់បានដោយព្រោះវេជ្ជបណ្ឌិតរបស់គាត់បានសង្កេតឃើញនៅការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់របស់គាត់គាត់បានរស់នៅតាមរបៀបរស់នៅថ្មីរបស់គាត់អស់រយៈពេល24ឆ្នាំមកហើយនៅតែមានសុខភាពល្អដដែលថ្មីនេះគាត់បានប្រាប់ទៅវេជ្ជបណ្ឌិតម្នាក់ថាបើសិនជាគាត់មិនបានធ្វើការផ្លាស់ប្ដូរនោះទេ
ម្លេះសំគាត់คล้ายទៅជាមនុស្សពិការម្នាក់ហើយប្រហែលជាស្លាប់ដោយឥទ្ធិពលអាក្រក់នៃថ្នាំដែលគាត់បានលេបតាំងពីយូរបាត់ទៅហើយតែពន្លឺព្រះអាទិត្យមិនមានគ្រោះថ្នាក់ទេមែនទេមនុស្សតែងតែកិច្ចពីពន្លឺព្រះអាទិត្យពួកគេរអ៊ូថាវាក្តៅខ្លាំងណាស់ខ្ញុំមិនចង់ឲ្យស្បែករបស់ខ្ញុំខ្មៅទេរីឯមនុស្សផ្សេងទៀតវិញខ្លាចកើតជំងឺមហារីកស្បែកតើយើងគួរតែរត់ពួនពីពន្លឺព្រះអាទិត្យឬតែរុក្ខជាតិវាមិនធ្វើបែបនេះទេរុក្ខជាតិមានអរម៉ូនម្យ៉ាងឈ្មោះថាអុកស៊ីនដែលជួយឲ្យពួកវាស្រូបយកពន្លឺព្រះអាទិត្យបានកាន់តែច្រើនរុក្ខជាតិត្រូវការពន្លឺព្រះអាទិត្យជាចាំបាច់ឯយើងវិញក៏ដូច្នោះដែរចុះតើពន្លឺព្រះអាទិត្យអាចជួយអ្វីដល់យើងបានខ្លះអ្នកសម្លាប់មេរោគដ៏អស្ចារ្យពន្លឺព្រះអាទិត្យមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការសម្លាប់មេរោគផ្សេងៗបើសិនជាយើងគ្រាន់តែបើកបង្អួចឲ្យពន្លឺព្រះអាទិត្យជះចូលមកក្នុងផ្ទះរបស់យើងនោះយើងអាចទប់ស្កាត់ជំងឺមួយចំនួនមិនឲ្យកើតបានការធ្វើឲ្យមានពន្លឺព្រះអាទិត្យជះចូលមកក្នុងផ្ទះរបស់យើងរយៈពេល2ម៉ោងទោះតាមបង្អួចកញ្ចក់ក៏ដោយក៏អាចសម្លាប់បាក់តេរីនៅក្នុងផ្ទះបានយ៉ាងច្រើនផងដែរវាក៏អាចសម្លាប់វីរុសនិងមេរោគផ្សិតបានដែរពន្លឺព្រះអាទិត្យគឺជាអ្នកជំនាញសម្លាប់មេរោគម្នាក់ដែលអាចជួយដល់រាងកាយរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនិងសម្លាប់មេរោគផ្សេងៗដែលចូលទៅក្នុងខ្លួនប្រាណរបស់យើងតើវាធ្វើការនេះបានដោយរបៀបណាព្រះអាទិត្យជួយឲ្យរាងកាយរបស់អ្នកបង្កើតកោសិកាគ្រាប់ឈាមសបានកាន់តែច្រើននិងជួយបង្កើនសមត្ថភាពសម្រាប់មេរោគផ្សេងៗការស្រាវជ្រាវបានបង្ហាញថាទោះបីជាការចំណាយពេលត្រឹមតែ10នាទីនៅក្រោមពន្លឺព្រះអាទិត្យឲ្យបាន2ដងក្នុងមួយសប្តាហ៍ក៏អាចកាត់បន្ថយឱកាសកើតជំងឺផ្ដាសាយបានយ៉ាងច្រើនផងដែរមនុស្សដែលកើតជំងឺរបេងជំងឺរលាកស្រោមសួតដែលបង្កពីវីរុសជំងឺសាឡាតែននិងជំងឺហឺតសុទ្ធតែអាចព្យាបាលបានតាមរយៈពន្លឺព្រះអាទិត្យបើអ្នកមានរបួសវានឹងអាចជាសះស្បើយយ៉ាងឆាប់រហ័សបើសិនជាអ្នកដាក់វាឲ្យត្រូវពន្លឺព្រះអាទិត្យមួយភ្លែតជារៀងរាល់ថ្ងៃតើពន្លឺព្រះអាទិត្យជួយយើងដោយរបៀបណាពន្លឺព្រះអាទិត្យគឺសំខាន់ណាស់សម្រាប់ការលូតលាស់របស់ឆ្អឹងសម្រាប់ក្មេងៗដែលកំពុងតែលូតលាស់ធំធាត់និងសម្រាប់មនុស្សចាស់ដែលមិនចង់បានឆ្អឹងឬធ្មេញពុកនៅពេលដែលពន្លឺព្រះអាទិត្យចាំងប៉ះស្បែករបស់អ្នកវាបំប្លែងជាតិកូលេស្តេរ៉ុលឲ្យទៅជាវីតាមីន D វីតាមីននៃពន្លឺព្រះអាទិត្យបន្ទាប់មកវីតាមីននេះនឹងជ្រាបចូលទៅក្នុងសរសៃឈាមដើម្បីជួយទាញយកកាល់ស្យូមចេញពីក្នុងឈាមហើយដាក់ចូលទៅក្នុងឆ្អឹងរបស់អ្នកវិញអ្នកអាចកាត់បន្ថយជំងឺដង្កូវស៊ីធ្មេញនិងជាតិកូលេស្តេរ៉ុលនៅក្នុងខ្លួនរបស់អ្នកបានតាមរយៈការព្យាបាលដោយឥតគិតថ្លៃរបស់ព្រះអាទិត្យគឺដូចជាអ្នកស្រីម៉ារីនៅក្នុងសាច់រឿងដែលយើងបានរៀបរាប់កន្លងមកពន្លឺព្រះអាទិត្យអាចជួយអ្នកបានបើសិនជាអ្នកកើតជំងឺឈឺសន្លាក់ពន្លឺដែលចូលទៅក្នុងភ្នែករបស់អ្នកនឹងជំរុញឲ្យ hypothalamus បង្កើតអរម៉ូន anti-inflammatory អរម៉ូនប្រឆាំងនឹងការរលាកពន្លឺព្រះអាទិត្យគឺជាថ្នាំ
ដែលងាយនឹងរកណាស់ព្រះគម្ពីរបានប្រាប់យើងកាលពីរាប់ពាន់ឆ្នាំមុនថាពន្លឺជាគ្រឿងល្អហើយដែលភ្នែកបានឃើញពន្លឺថ្ងៃនោះក៏ស្រួលសាស្តាចំពុក11ខ7ប្រហែលអ្នកជាអ្នកវឹកហាត់ពង្រីកសាច់ដុំម្នាក់ហើយអ្នកមិនបានខ្វល់ខ្វាយពីការកើតជំងឺឈឺសន្លាក់ឆ្អឹងបន្តិចសោះឡើយពន្លឺព្រះអាទិត្យក៏មានដំណឹងល្អសម្រាប់អ្នកផងដែរការធ្វើការនៅក្រោមពន្លឺព្រះអាទិត្យនឹងជួយដល់ការអភិវឌ្ឍសាច់ដុំរបស់អ្នកបានច្រើនជាងការវឹកហាត់នៅក្នុងបន្ទប់ការស្រូបយកពន្លឺព្រះអាទិត្យរយៈពេលត្រឹមតែ15នាទីជារៀងរាល់ថ្ងៃនឹងជួយសម្រួលឲ្យសម្ពាធឈាមមានភាពប្រក្រតីបានពន្លឺព្រះអាទិត្យក៏អាចជួយឲ្យថ្លើមរបស់អ្នកមានសមត្ថភាពកាន់តែប្រសើរឡើងក្នុងការកម្ចាត់ជាតិពុលចេញពីក្នុងខ្លួនរបស់អ្នកបានផងដែរតើអ្នកកំពុងតែព្រួយបារម្ភនិងបាក់ទឹកចិត្តឬចូលដើរចេញទៅក្រៅដើម្បីឲ្យពន្លឺព្រះអាទិត្យចាំងចំមុខរបស់អ្នកក្នុងរយៈពេល10នាទីនោះអ្នកប្រហែលជាមានអារម្មណ៍ខុសប្លែកពីមុនតាមការស្រាវជ្រាវបានបង្ហាញថាពន្លឺព្រះអាទិត្យក៏អាចជួយឲ្យយើងធន់នឹងភាពស្មុគស្មាញបានដែរការសាបព្រោះពូជល្អផលប្រយោជន៍នៃការត្រូវពន្លឺព្រះអាទិត្យធ្វើឲ្យធ្មេញឆ្អឹងនិងសាច់ដុំកាន់តែមានភាពរឹងមាំកាត់បន្ថយភាពស្មុគស្មាញនិងបាក់ទឹកចិត្តជួយឲ្យសម្ពាធឈាមនិងកម្រិតស្ករនៅក្នុងឈាមមានភាពប្រក្រតីកាត់បន្ថយគូលេស្តេរ៉ុលជាតិខ្លាញ់ប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងសូមប្រយ័ត្ននឹងការត្រូវពន្លឺព្រះអាទិត្យច្រើនពេកយើងបានរកឃើញថាពន្លឺព្រះអាទិត្យមានប្រយោជន៍ណាស់សម្រាប់សុខភាពតែទោះជាយ៉ាងណាក៏ដោយក៏ការត្រូវពន្លឺព្រះអាទិត្យច្រើនពេកគឺមានគ្រោះថ្នាក់ខ្លាំងណាស់ដែរការរលាកដោយសារកម្ដៅថ្ងៃពិតជាមានការឈឺចាប់ខ្លាំងណាស់ការរលាកកម្ដៅថ្ងៃពិតជាអាចបង្កើនគ្រោះថ្នាក់នៃការកើតជំងឺមហារីកស្បែកក៏ដូចជាជំងឺមហារីកសូដន់មហារីកពោះវៀននិងមហារីកក្រពេញទឹកកាមផងដែរយើងគួរតែធ្វើយ៉ាងណាទប់ស្កាត់ការរលាកកម្ដៅថ្ងៃឲ្យបានដូចជាពាក់មួកពាក់សម្លៀកបំពាក់ជិតប្រើកញ្ចក់ការពារពន្លឺព្រះអាទិត្យឬក៏ពាក់វ៉ែនតាការពារកាំរស្មី UV យើងក៏គួរតែការពារខ្លួនកុំឲ្យត្រូវពន្លឺដែលក្តៅបំផុតនៅពេលថ្ងៃត្រង់យូរពេកដែរមានដំណឹងល្អខ្លះសម្រាប់យើងនៅពេលដែលយើងកាត់បន្ថយជាតិខ្លាញ់នៅក្នុងអាហាររបស់យើងនឹងកាត់បន្ថយនៅភាពចាស់មុនអាយុនិងភាពជ្រីវជ្រួញនៃស្បែករបស់យើងចំណីអាហារដែលសម្បូរទៅដោយបន្លែនិងផ្លែឈើដែលមានជាតិវីតាមីន A, C និង E អាចជួយទប់ស្កាត់មិនឲ្យកើតជំងឺមហារីកស្បែកនិងជំងឺកន្ទុយថ្លែនក្នុងភ្នែកបានដំឡូងឈាមបន្លែននងនិងគ្រាប់ផ្កាឈូករ័ត្នសុទ្ធតែមានផ្ទុកទៅដោយជាតិវីតាមីនទាំងនេះសូមរីករាយនឹងញ៉ាំអាហារទាំងនេះផ្ទុយទៅវិញចំណីអាហារដែលសម្បូរជាតិខ្លាញ់គួបផ្សំនឹងពន្លឺព្រះអាទិត្យអាចបង្កើនការរីករាលដាលនៃជំងឺមហារីកស្បែកបានយ៉ាងពិតប្រាកដកែប្រែការយល់ឃើញតើអ្នកមានឃើញការបំភាន់នៃជីវិតណាមួយនៅជុំវិញប្រធានបទស្ដីពីទឹកនិងពន្លឺព្រះអាទិត្យដែរឬទេមនុស្សមិនផឹកទឹកឲ្យបានគ្រប់គ្រាន់ដោយព្រោះពួកគេនិយាយថាខ្ញុំមិនស្រេកទេការពិត
ដើម្បីទទួលបានសុខភាពដ៏ល្អប្រសើរយើងត្រូវតែញ៉ាំទឹកឲ្យបានច្រើនជាងការស្រេករបស់យើងទៅទៀតមនុស្សគេចពីកម្ដៅថ្ងៃដោយនិយាយថាពន្លឺព្រះអាទិត្យមិនល្អសម្រាប់ខ្ញុំទេពួកគេមិនបានដឹងអំពីសារៈប្រយោជន៍ដ៏ធំធេងដែលពន្លឺព្រះអាទិត្យអាចផ្ដល់សម្រាប់សុខភាពរបស់គេនោះទេវាមើលទៅហាក់បីដូចជាមាននរណាម្នាក់បានធ្វើឲ្យពិភពលោកនេះមានភាពច្របូកច្របល់ដើម្បីព្យាយាមបំភាន់យើងតើអ្នកមិនត្រេកអរទេឬអីដែលមើលដឹងលើសពីអ្វីដែលបានឃើញនោះទំនាក់ទំនងសុខភាពពន្លឺនៃសេចក្តីពិតមនុស្សមួយចំនួនមានភាពស្រស់ថ្លានិងភាពភ្លឺចែងចាំងដូចជាបន្ទប់ដែលមានការបំភ្លឺយ៉ាងល្អផ្ទៃមុខរបស់ពួកគេភ្លឺថ្លាហើយពោរពេញទៅដោយភាពកក់ក្ដៅនិងក្តីសង្ឃឹមចំណែកឯមនុស្សផ្សេងទៀតប្រៀបបានដូចជាបន្ទប់ងងឹតដែលមានតែភាពសោកសៅអ្នកខ្លះមានការព្រួយបារម្ភព្រោះតែពួកគេគ្មានសេចក្តីសុខមួយរយៈពេលឯអ្នកខ្លះទៀតមានចិត្តពោរពេញទៅដោយភាពស្អប់ខ្ពើមនិងការសងសឹកតើអ្នកចង់នៅក្បែរមនុស្សប្រភេទណាយើងបានឃើញរួចមកហើយថាពន្លឺព្រះអាទិត្យសម្លាប់មេរោគតើមានពន្លឺដែលអាចបំភ្លឺអ្នកទាំងឡាយណាដែលមានចិត្តគំនិតនិងអារម្មណ៍អវិជ្ជមានដែរឬទេសេចក្តីពិតប្រៀបបានដូចជាពន្លឺដូច្នោះដែរគំនិតល្អមានអំណាចក្នុងការរុញច្រានគំនិតមិនល្អចេញហើយនាំយកមកវិញនៅចិត្តមេត្តាធម៌និងភាពកក់ក្ដៅចូលទៅក្នុងទំនាក់ទំនងតើអ្នកនៅចាំពីក្រុមមនុស្សដែលបានរកឃើញគម្រោងស្ដារសុខភាពនៅក្នុងព្រះគម្ពីរដែរឬទេមានរបាយការណ៍ផ្នែកវិទ្យាសាស្ត្រស្ដីពីក្រុម Seventh Day Adventist ជាង300របាយការណ៍ត្រូវបានចុះផ្សាយក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រជាច្រើនដែលគេកោតសរសើរជាងគេក្រុមនេះនៅតែមានអាយុយឺនយូរនិងមានជំងឺឈឺថ្កាត់តិចជាងមនុស្សធម្មតាមនុស្សជាច្រើននៅក្នុងក្រុមនេះបានសិក្សាអំពីព្រះគម្ពីរដើម្បីស្វែងរកសេចក្តីពិតដែលនឹងច្រានចេញនៅគំនិតទាំងឡាយណាដែលធ្វើឲ្យមានភាពឈឺចាប់មនុស្សជាច្រើនបានរកឃើញនូវសេចក្តីសុខសាន្តភាពចុះសម្រុងហើយនឹងភាពស្កប់ស្កល់តាមរយៈការផ្ចង់គំនិតរបស់ពួកគេទៅលើព្រះបន្ទូលនៃសេចក្តីពិតផ្នែកតែមួយនៃខួរក្បាលដែលបង្កើតនៅក្តីព្រួយបារម្ភគឺជាផ្នែកមួយដែលអាចកែច្នៃឲ្យទៅជាផ្នែកសម្រាប់ទន្ទិញខព្រះគម្ពីរដែលផ្ដល់នូវប្រាជ្ញាដំបូន្មានរបស់ព្រះជំនួសវិញការទន្ទិញខព្រះគម្ពីរគឺជាផ្នែកមួយនៃគម្រោងសុខភាពពេញលេញរបស់អ្នកដែរសូមសាកបំភ្លឺចិត្តគំនិតរបស់អ្នកជាមួយនឹងខព្រះគម្ពីរខាងក្រោមនេះសូមអានឬក៏ទន្ទិញពាក្យទាំងអស់នេះហើយផ្ចង់គំនិតរបស់អ្នកទៅលើសេចក្តីពិតទុក្ខព្រួយដែលគ្របសង្កត់ចិត្តនោះធ្វើឲ្យរួញថយចុះតែពាក្យល្អមួយម៉ាត់នឹងធ្វើឲ្យរីករាយឡើងសុភាសិតចំពោះ12ខ25ឯជីវិតរបស់សាច់ឈាមនោះគឺជាចិត្តស្ងប់រម្ងាប់តែចិត្តច្រណែនជាសេចក្តីពុករលួយដល់ឆ្អឹងវិញសុភាសិតចំពោះ14ខ30ពាក្យតបឆ្លើយដោយស្រទន់នោះរមែងរម្ងាប់សេចក្តីក្រោធទៅតែពាក្យគំរោះគំរើយនោះបណ្ដាលឲ្យមានសេចក្តីកំហឹងវិញសុភាសិតចំពោះ15ខ1ចូលអរព្រះគុណក្នុងគ្រប់ការទាំងអស់ពីព្រោះព្រះទ្រង់សពព្រះハរតីឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះដោយនៅព្រះគ្រីស្ទយេស៊ូវថៃសាឡូនីកទី1ខ
ចំពុក5ខ18 សរុបសេចក្តីអំពីពន្លឺព្រះអាទិត្យ តើមេរៀននេះធ្វើឲ្យអ្នកចង់ទាញយកផលប្រយោជន៍ពីពន្លឺព្រះអាទិត្យឲ្យបានច្រើនលើសលប់ដែរឬទេទន្ទឹមនឹងនេះតើអ្នកព្រួយខ្លាចត្រូវពន្លឺច្រើនពេកដែរឬទេចំណុចតទៅនេះគឺជាអ្វីដែលអ្នកត្រូវដឹង 1. ឲ្យពន្លឺព្រះអាទិត្យចាំងប៉ះនៅលើផ្ទៃមុខនិងដៃរបស់អ្នករយៈពេល2ទៅ3នាទីក្នុងមួយថ្ងៃអាចធ្វើឲ្យអ្នកទទួលបាននូវវីតាមីន D គ្រប់គ្រាន់បើប្រើរយៈពេលយូរជាងនេះនោះអ្នកនឹងទទួលបានសារៈប្រយោជន៍កាន់តែច្រើនមុនម៉ោង9ព្រឹកនិងក្រោយម៉ោង4ល្ងាចជាពេលវេលាល្អបំផុតក្នុងការស្រូបយកពន្លឺព្រះអាទិត្យ 2. កាត់បន្ថយការត្រូវពន្លឺព្រះអាទិត្យក្នុងចន្លោះម៉ោង9ព្រឹករហូតដល់ម៉ោង4រសៀល ការផ្ដល់ឲ្យនិងការទទួលបាន តើព័ត៌មានសំខាន់ដែលស្ដីអំពីទឹកនិងពន្លឺព្រះអាទិត្យបានជួយដល់អ្នកដែរឬទេចុះហេតុអ្វីក៏មិនចែករំលែកមេរៀននេះទៅដល់អ្នកដទៃទៀតផងទៅប្រហែលជាអ្នកអាចជួយនរណាម្នាក់ដែលអ្នកមិនធ្លាប់ស្គាល់មនុស្សគ្រប់រូបអាចទទួលបាននៅពន្លឺព្រះអាទិត្យប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានទឹកស្អាតប្រើប្រាស់នោះទេតើអ្នកមានដឹងថាមនុស្សចំនួន 1,300 លាននាក់នៅលើពិភពលោកគ្មានទឹកស្អាតប្រើប្រាស់ដែរឬទេមនុស្សជាច្រើនបានស្លាប់ដោយសារជំងឺរាគដែលបណ្ដាលមកពីការប្រើប្រាស់ទឹកមិនស្អាតយើងអាចជួយដោះស្រាយបញ្ហាទាំងនេះបានដោយស្ម័គ្រចិត្តចូលរួមជាមួយអង្គការនានាដើម្បីស្ថាបនាប្រព័ន្ធទឹកស្អាតតាមភូមិយើងអាចជួយជីអណ្ដូងសង់អាងផ្ទុកទឹកឬក៏សង់បង្គន់អនាម័យនៅក្រៅផ្ទះសម្រាប់ពួកគេហើយបង្រៀនពួកគេឲ្យចេះថែរក្សាអណ្ដូងទឹករបស់ពួកគេឲ្យមានអនាម័យជានិច្ចយើងក៏អាចបរិច្ចាគជាថវិកាដល់អង្គការដែលបម្រើសេវាកម្មនេះផងដែរតើយើងមានក្តីអំណរយ៉ាងណាទៅណោះនៅពេលដែលបានជួយដល់អ្នកដទៃយ៉ាងដូចនេះនោះ ដើមឈើនៃសុខភាពពេញលេញ ដើមឈើស្រូបយកទឹកពីជ្រៅតាមរយៈឫសរបស់វាហើយស្រូបយកពន្លឺព្រះអាទិត្យតាមរយៈស្លឹករបស់វាការធ្វើបែបនេះធ្វើឲ្យវាមានសុខភាពល្អហើយអាចបណ្ដេញសត្វល្អិតនិងជំងឺឆ្លងផ្សេងចេញពីខ្លួនវាបានទៀតផងជីវិតរបស់យើងក៏ដូចជាដើមឈើដែរមែកឈើតំណាងឲ្យសុខភាពរាងកាយសុខភាពផ្លូវចិត្តហើយនិងសុខភាពផ្នែកទំនាក់ទំនងរបស់យើងអាចស្រូបយកថាមពលទាំងស្រុងបានតាមរយៈជំនឿផ្នែកព្រលឹងវិញ្ញាណដ៏ត្រឹមត្រូវដែលបានមកពីក្រាំងពីបុរាណដែលមានឈ្មោះថាព្រះគម្ពីរនិងពីការសិក្សាអំពីធម្មជាតិសេចក្តីពិតដែលថាលាងសម្អាតការអាក្រក់ដោយការល្អមានសារៈប្រយោជន៍ច្រើនយ៉ាងណាស់ទឹកហើយនិងពន្លឺព្រះអាទិត្យគឺជារបស់ល្អដែលជួយលាងសម្អាតមេរោគចេញពីរាងកាយរបស់យើងគំនិតវិជ្ជមានដែលពោរពេញទៅដោយក្តីសង្ឃឹមបំបត្តិនៅភាពសោកសៅបានពាក្យសម្ដីស្រទន់និងលើកទឹកចិត្តជួយលុបបំបាត់ទំនាស់ទាស់ទែងនិងកំហឹងចេញពីទំនាក់ទំនងរបស់យើងបានយើងនឹងបានឃើញសារៈប្រយោជន៍ជាច្រើនទៀតនៅពេលដែលយើងយកសេចក្តីជំនឿនេះទៅអនុវត្ត
នៅគ្រប់ផ្នែកនៃជីវិតរបស់យើង ស្រេចលើអ្នក ទឹកហើយនឹងពន្លឺព្រះអាទិត្យនឹងជួយលាងសម្អាតរាងកាយរបស់យើង ធ្វើឲ្យវាមានភាពរឹងមាំនិងមានសុខភាពល្អជំរើសងាយៗទាំងនេះនឹងជួយដល់យើងយ៉ាងច្រើនពាក្យស្រទន់ហើយនឹងសេចក្តីពិតបណ្ដេញភាពងងឹតនៃគំនិតអាក្រក់ចេញហើយធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែមានភាពសុខដុមរមនាសូមគុំបណ្ដោយឲ្យពេលវេលាដែលផ្ដល់នូវផលប្រយោជន៍ជាច្រើនដល់អ្នកកន្លងផុតទៅឲ្យសោះសូមជ្រើសរើសគម្រោងណាដែលអ្នកចង់ចាប់ផ្ដើមអនុវត្តនៅថ្ងៃនេះខ្ញុំនឹងផឹកទឹកឲ្យបាន2លីត្រក្នុងមួយថ្ងៃខ្ញុំនឹងឈប់ផឹកភេសជ្ជៈទាំងឡាយណាដែលនាំមកនូវគ្រោះថ្នាក់ដល់សុខភាពដែលមានផ្ទុកទៅដោយជាតិស្ករនិងជាតិកាហ្វេអ៊ីនខ្ញុំនឹងប្រើតែពាក្យសម្ដីដែលលើកទឹកចិត្តខ្ញុំនឹងស្រូបយកពន្លឺព្រះអាទិត្យឲ្យបានយ៉ាងហោចណាស់2ដងក្នុងមួយសប្តាហ៍ខ្ញុំនឹងបំពេញចិត្តគំនិតរបស់ខ្ញុំដោយពាក្យនៃសេចក្តីពិតខ្ញុំនឹងចែកចាយមេរៀននេះជាមួយនឹងអ្នកដទៃខ្ញុំនឹងធ្វើការហាត់ប្រាណទៅតាមការតាំងចិត្តរបស់ខ្ញុំសូមឲ្យមានក្តីសុខជាមួយនឹងសុខភាពដែលល្អប្រសើរសូមចងចាំថាត្រូវជម្រះការអាក្រក់ដោយការល្អចំណុចដែលគួរពិចារណាទន្ទិញហើយគិតកុំឲ្យសេចក្តីមេត្តានិងសេចក្តីពិតចេញពីឯងបាត់ឡើយចូលចងចាំសេចក្តីទាំងពីរនោះនៅកឯងចុះហើយចារឹកទុកនៅក្នុងដួងចិត្តឯងដែរយ៉ាងនោះឯងនឹងបានប្រកបដោយគុណនិងបំណងល្អចំពោះព្រះហើយនឹងមនុស្សផងសុភាសិតចំពុក3ខ3ដល់ខ4តើខ្ញុំអាចសិក្សាពីសេចក្តីពិតបន្ថែមទៀតដោយរបៀបណាតើខ្ញុំអាចសម្ដែងនៅសេចក្តីមេត្តាករុណាបន្ថែមទៀតដោយរបៀបណាមេរៀនយើងនៅថ្ងៃនេះសូមចប់តែត្រឹមនេះសូមអរគុណដែលបានទស្សនារឿងរ៉ាវដែលទាក់ទងទៅនឹងសុខភាពនេះខ្ញុំក៏សង្ឃឹមថាអ្នកនឹងបន្តទស្សនាមេរៀនស្ដារសុខភាពនេះជាបន្តទៅទៀតសូមអរគុណសូមជម្រាបលាមេរៀនបន្ទាប់ចូលរកឲ្យដឹងថាតើអ្នកណាជាអ្នកសម្លាប់មនុស្ស3លាននាក់ក្នុងមួយឆ្នាំហើយនឹងវិធីកិច្ចពីវាចូលរកឲ្យឃើញមិត្តដែលឆក់យកនៅកោសិកាប្រាសាទសុខភាពល្អហើយនឹងបំផ្លាញគ្រួសារនានារៀនធ្វើការសម្រេចចិត្តដែលឆ្លាតវៃឲ្យបានច្រើនជារៀងរាល់ពេល